បងប្អូននេះបាទនេះពួកខ្ញុំទៅចេញដំណើរទៅកាចេះម្ដងទៀតអញ្ចឹងយើងគ្របរៀបចំអីវ៉ាន់ពីម៉ោង3ហើយថ្មជុំគ្នាអីវាម៉ោង3:46បានយើងបានចេញដំណើររាល់ដងយើងយកឡាន Ford ទៅតែលើកនេះយើងចង់សាកប្រូមើលតើពេញកាចេះហ្នឹងប្រូស៊ីអស់ប្រហែលលីត្រតាម Google Map បើយើងទៅតាមស្ពានស្ទឹងត្រង់គឺដី235គីឡូយើងចំណាយពេល4ម៉ោង18នាទីអញ្ចឹងទៅតាមស្ពានស្ទឹងត្រង់ហ្នឹងពេលយើងទៅដល់ស្គុនយើងបត់ឆ្វេងទៅតាមផ្លូវជាតិលេខ6ទៅដល់សាលំឡងយើងបត់ស្ដាំតាមផ្លូវកស៊ូឆ្ពោះទៅចកាលើកាត់ទៅស្ពានស្ទឹងត្រង់ឆ្លងស្ពានស្ទឹងត្រង់វិញយើងធ្វើដំណើរតាមផ្លូវកស៊ូបន្តទៅទៀតហើយយើងទៅដល់ឆ្លងពីឆ្លងទៅកាចេះផ្លូវកស៊ូដែរប៉ុន្តែផ្លូវទូចតិចបងប្អូនបើអត់សូវបានលឿនទេប៉ុន្តែយ៉ាងណាយើងបានទៅដល់កាចេះនៅម៉ោង7:42នាទីអញ្ចឹងបើសិនជាយើងគិតទៅវា4ម៉ោងបន្ទាប់ពីញ៉ាំអាហារពេលព្រឹករួចពួកខ្ញុំបានយកឡានទៅចាក់សាំងពេញយើងចង់ដឹងថាវាអស់ប្រហែលលីត្រអញ្ចឹងយើងទៅចាក់គឺវាអស់12លីត្រអញ្ចឹងសម្រាប់ឡានព្រុសគឺវាស៊ីអស់12លីត្រពីភ្នំពេញមកកាចេះក្នុងចម្ងាយផ្លូវ235គីឡូដោយចំណាយពេលវេលាបើកបរគឺ4ម៉ោងគត់